នេះគឺរឿងពិតមកខ្ញុំអត់មិនផ្លេចបំភ្លៃបងទូបងមកគាត់ថាខ្ញុំនិយាយខ្ញុំឃើញតែមួយតែតែមួយគឺថាគុំមកបងប្អូនអត់ជឿជាក់ទេតែនេះគឺទាំងខ្ញុំទាំងបងប្អូនទាំងអស់7 8នាក់ងើបឈរមើលហ្មងងើបឈរមើលផ្ទះហ្នឹងផ្ទះថ្មទេពេលយប់បាទពេលយប់គ្រូសាមឃើញទាំងអស់ហ្មងទៅយល់បន្ទប់ម៉ាក់គឺក្នុងផ្ទះឲ្យខ្ញុំគេអត់ចរបងយើងគេបដ ទៅជុំវិញងើបឈរមើលទាំងអស់ទូបើកទូគឺបើកឲ្យមុងវត្តមុងពួយមុខឡើងគឺហ្មងគឺពេលហ្នឹងចិត្តមួយគេថាយើងចង់ចូលឲ្យឃើញអត់ច្បាស់បាទថាតើវាពិតថាមកយ៉ាងម៉េចអត់តែចិត្តមួយអារម្មណ៍នេះធ្វើបានវាថ្មីពេកខ្ញុំយ៉ាងហ្មងអត់មកអត់តមទាំងអស់គ្នាហ្មងកេះគ្នាហ្មងដំបងប្រពន្ធនោះធ្វើនឹងគីបាទប្រពន្ធនឹងឃើញកេះខ្ញុំបងកែខ្ញុំដឹងពួកខ្ញុំដឹងខ្ញុំមិនគេខ្ញុំតែតែលឺពាក្យចាស់និយាយថា7ថ្ងៃខ្មោចដឹងខ្លួនតែគឺខ្ញុំតែខ្ញុំមិនថាមិនជឿខ្ញុំជឿតែខ្ញុំតែគិតថាខ្ញុំចាក់រំមើលទៅខ្ញុំដេកខ្ញុំប្រំបោកនៅដំបូងមកខ្ញុំនិយាយថាចាស់ថាហៅខ្មោចទៅគេមនុស្សកបតនបាទខ្ញុំយល់ខ្ញុំមិនដែរជឿរបស់ខ្ញុំមិនជឿថាមនុស្សណាកបតនមានរូបកបតទេខ្ញុំនិយាយតមកតែលើថ្ងៃមុនខ្ញុំឃើញចាស់ស្ដាយពិតមកគាត់ទៅ3នាក់ការស្រីគាត់ហ្នឹងអ្នកឲ្យកូនចៅដឹកហ្នឹងគាត់ចូលបញ្ជីទៀតហើយខ្ញុំមកចាប់អារម្មណ៍មើលគាត់ថ្ងៃហ្នឹងទៅពេលខ្ញុំឡៃបងទឹករបស់គាត់ហ្នឹងខ្ញុំងាកមើលទៅឃើញគាត់3នាក់តែបងមួយអត់មានក្បាលទេដល់ពេលហើយខ្ញុំបះមកវិញគឺអស់ហើយខ្ញុំមកពាក្យពុកម៉ាក់ខ្ញុំមិនដឹងថាអ្វីខ្ញុំឃើញហ្នឹងជាខ្មោចឬក៏ជាលក្ខណៈមនុស្សក្រាពោយខ្ញុំឃើញតែស្ដាយបងយល់មនុស្សហ្នឹងខ្ញុំតាមអានេះមនុស្សទូចយល់ទេណាមានដៃមួយជើងនៅធំតែក្បាលទាំងហើយទៅខ្មោចគឺកពូនេះបងនេះយ៉ាងមួយនោះមានលេខនៅវិញតែผมទៅតាទីមកដំបងពួកមកឲ្យថាទៅដល់ទៅហើយដល់កែងខ្ញុំគិតថាគឺស្ទង់គឺហើយជាវែងហើយជា5ម៉ែត្ររឿងរ៉ាវនៃអបិយជំនឿនៅក្នុងលោកនេះមានច្រើនសន្ធឹកសន្ធាប់ជាពិសេសរឿងរ៉ាវខ្មោចព្រាយបិសាចនិងអសុរកាយនៅជាចម្ងល់សម្រាប់មនុស្សភាគច្រើននៅឡើយដើម្បីស្រាយនៅចម្ងល់ទាំងអស់នេះសូមអញ្ជើញតាមដានទស្សនានៅកម្មវិធីរាត្រីរំភើបបាទសូមគោរពជំរាបសួរដល់ពុកម៉ែបងប្អូនលោកយាយលោកតានិងប្រិយមិត្តដែលនិយមតាមដាននិងគាំទ្រនៅកម្មវិធីរាត្រីរំភើបនៅក្នុងសប្តាហ៍នេះជួបគ្នាសារជាថ្មីម្ដងទៀតជាមួយនឹងខ្ញុំបាទសេមជំនោចា៎ខ្ញុំជឿអរក្នុងសប្តាហ៍នេះបានវិលមកជួយបងប្អូនជាថ្មីម្ដងទៀតតែសូមជឿថ្លៃបងប្អូនផងតែអត់ទៅយកកន្លងឡើយទេជួយយកអត់ទៅបានជួយជារីវិវមកហើយណាមួយបើតាមទៅទៅជាខំចឹងទៅអត់ទៅពីខ្លួនចាចឹងអត់ទៅមានប្រហាទេពីសប្តាហ៍នេះសូមអធិស្ឋានផងនិយាយតែខ្ញុំចឹងពីសប្តាហ៍ហ្នឹងប៉ុន្តែមិញខ្ញុំចង់ភ្ញាក់តាលេងមកស្ទលសស្គុះមកកណាត់លើមកកណាត់ក្រោមខ្ញុំខ្មោចមិនសូវខ្លាចមែនទេបាទតែបើអ្នកនាងលំអងខ្ញុំធ្លាប់បញ្ជាក់ឲ្យតែខ្លាចជាងខ្មោចហើយសំដាក់ឈុតសស្គងយើងថតក្រោមដើមពោនៅស្មើស្អាកលេចភ្នែកមើលមកខ្ញុំត្រង់ខ្ញុំភ័យណាតែបើថាមិនទៅថតនៅក្នុងមកប៉ុស្តិ៍ទៅថតសន្លឹកថតវីដេអូឲ្យมันបាទខ្ញុំនិយាយថាកម្មវិធីយើងអត់អ្នកនាងលំអងគឺថាវាដូចជាក្រៀមក្រោះដល់មានអ្នកនាងលំអងនោះយើងចេះតែមានពាក្យមានសម្ដីថែមលបោយថាអីខ្លះបាទអញ្ចឹងយើងសំណេះសំណាលប៉ុណ្ណឹងចុះអ្នកនាងលំអងណោះដោយសារតែភ្ញៀវកិត្តិយសយើងក្នុងសប្តាហ៍នេះគាត់អញ្ជើញមកពីឆ្ងាយណាស់បាទសួរ
បាទ បាទមានឈ្មោះអីដែរ ខ្ញុំបាទខ្ញុំតែបងបានមានសុខភាពនៅខាងសុខសាងគុំវិស្នាគុំប្រកបសុខសាងខេត្តកណ្ដាលហើយបច្ចុប្បន្នខ្ញុំបានទៅរស់នៅខេត្តរមជ័យ តែអញ្ជើញមកនេះពីស្អាងឬក៏មកពីឧត្តរមានជ័យ បច្ចុប្បន្នខ្ញុំនៅខេត្តរមជ័យបងខ្ញុំជួបពីខេត្តរមជ័យ អញ្ចឹងហើយលើខាងក្រុមការងារខ្ញុំថាមកចាំមួយថ្ងៃមុនហ៎ បាទមកចាំដល់ទៅហើយដល់ ហេតុតែចង់ចែកម្លែកនៅសាច់រឿងណា បាទលោកបាទ អញ្ចឹងថ្ងៃហ្នឹងមិនបានដាក់អាវកីឡា ដោយសារខ្ញុំស្រឡាញ់កីឡាហើយខ្ញុំគូកីឡាផងចឹង អូអញ្ចឹងហើយមើលឥឡូវប្រហើបវិញមើលគូកីឡាហ្នឹងកីឡាយ៉ាងម៉េចដែរ ខ្ញុំខាងកីឡាបាល់ទាត់ បាទទាត់ហ៎ បាទ គ្រូបង្វឹកហ្មងហ៎ បាទនឹងថាខ្ញុំស្វែងផែនផ្សេងណាហើយក្នុងគុំសង្កាត់ហ្នឹងខ្ញុំចង់បដការកីឡាឲ្យមានគាត់ចំនួនព្រោះជាកីឡាបានច្រើនទាំងនោះ បាទ ហើយខ្ញុំអាទៅអួយសម្រាប់5 6ឆ្នាំគាត់ជាយុវជនសិស្សសាលាណា អូ គាត់ដើម្បីយកខ្ញុំគាត់ទៅប្រកួតតាមផែននេះចឹង បាទប៉ុន្តែធ្លាប់បានចូលរួមប្រកួតក្នុងកម្មវិធីធំៗទេ គាត់ចូលរួមប្រកួតទានសម្រាប់ការកាត់ទីវិជ័យ អញ្ចឹងហ៎ ហើយលេងនៅខេត្តដុំជ័យយើងផ្ទាល់ អូបាទហើយនៅទទួលសិស្សទៀតដែរអត់ រួមទៅខ្ញុំមិនសូវមានពេលដល់ពេលខ្លះតែខ្ញុំធ្វើការផងអានេះខ្ញុំហៅទៅគាត់ចឹងហ្នឹង បាទ រួមគឺណាថាខ្ញុំធ្វើការទៅនេះសិស្សទៅគាត់ទៅរៀនដែរ បាទ គាត់នៅសាស្ត្រទៅបានគាត់ធ្វើការបង្ហាត់ពីគាត់ បាទ បាទហើយពេលទៅតាមមានការប្រកួតអញ្ចឹងទៅបានខ្ញុំស្នើសុំពីនាយកសាលាគឺក៏ឲ្យសុំពីខេត្តពីស្នាមគុំក្នុងការហ្នឹងបានមកគាត់ប្រកួតចឹង បាទអញ្ចឹងក៏លើថាប្អូនខ្ញុំហៅថាប្អូនអញ្ចឹងណាតែមើលយូរក៏មិនច្រើនnhưខ្ញុំដែរក៏លើថាមានសាច់រឿងចង់ចែកម្លែកដែរណា បាទ ពាក់ព័ន្ធទៅនឹងអីដែរ ហើយរឿងដែលបងចង់ប្រាប់បងណាគឺរឿងទី1ហ្នឹងគឺចង់និយាយពីម៉ាក់ខ្ញុំ បាទម៉ាក់ហ្នឹងយ៉ាងម៉េចដែរ និយាយរួមម៉ាក់ហ្នឹងក៏បានខូចទៅនេះ អូពាក់ព័ន្ធនឹងគាត់ខូចណា បាទ បាទអញ្ចឹងដើម្បីកុំឲ្យទស្សនិកជនទន្ទឹងរង់ចាំយូរនោះសូមអញ្ជើញបងអូនចែកម្លែកតែម្ដងបាទ សម្រាប់សំណួរនេះគឺសួរដល់កុមារបងប្អូនជំនាញបងប្អូនបងស្រីដែលតែគ្រប់គ្រងទៅកម្មវិធីរឿងពុទ្ធហើយក្នុងណាខ្ញុំបាទមានរឿងដែលថាខ្ញុំចង់និយាយពីចិត្តពីរឿងរបស់តែខ្ញុំក៏ផងដែរសកម្មភាពនេះបានគឺគាត់តបផងដែរបាទ តោះដំបងឡើយមិនដែរវាផ្សឹកសួលអួលអាក់ក្នុងចិត្តពេកហ៎ ដំបងឡើងម៉ាក់គាត់ពុយមកជាមើលគាត់ហ្នឹងឲ្យថ្ងៃមុននោះ នឹកសំណោះម្ដាយណា ឥឡូវសម្រួលចិត្តតិចសិនបាននិយាយកើតណាបាទតែឥឡូវចាប់ផ្ដើមពីដំបងពីយ៉ាងម៉េចការដែលគាត់អត់ទាន់ស្លាប់ គាត់តែខ្ញុំទៅទូឡាទីទូអាយ បាទតែថាម៉េច ទូនេះជាពីម៉ាក់អី អូគេប្រាប់ថាកូនអើយគេមកយកមកហើយណា បាទពីនេះគឺខ្ញុំថ្ងៃម៉ោងមកជឿម៉ោង1ថ្ងៃ ពេលហ្នឹងគាត់ឈឺដែរអត់ទេ បាទគាត់ពុំនឹងបាក់ឈឺ អូ តែតែបាទគាត់ថាទូនេះគេយកមកហើយ បាទ បងគាត់នៅដែរតែយកទៅចា បាទ ទៅគាត់ថាទូនេះយកមកទៅហើយតែមកសុំទៅ3ថ្ងៃទៀតហើយពេលហ្នឹងឆ្កែលូពេញនឹងមួយថ្ងៃតែបងគាត់ចូលแล้วก็ถามឲ្យគាត់ទ្វារទៅទៅដល់ទីលូទៅណាបាទមិនជុំទេទីលូទៅខ្ញុំអត់បានទៅឡាទេគាត់ថាអត់ខ្ញុំគាត់ទ្វារគាត់ចាប់ឲ្យតែគាត់ទ្វារទៅគេមកច្រើនណាស់គេមកយកមកអី គាត់មើលឃើញយ៉ាងហ្មង គាត់មើលឃើញចូលមកដល់គេមកចូលមកគាត់ទ្វារគេជិះអសរគាត់ថាគេជិះរកមក4នាក់ថ្ងៃទី1ហើយអត់អីទេដល់ហើយទី2ទៀតគាត់តែនិយាយពាក្យដែរគាត់ថាគេយកមកឲ្យ
giờ bị bây ngày từ rồi còn trong luôn đây là tôi đã ca trong cái rồi còn em ạ sau khi bạn đã bay ngay thì còn chỉ như mà nó mưa hải bóng và ôn chào quân thế còn bạn hỏi thì hỏi tới giờ bị bay ngay bên rồi bạn bị bay ngay đó còn những cái gọi đang môn này còn đang bóng ôn còn nó chụp chùi nó đòi thế mà dạy rồi nó rồi thôi rồi mai thôi tới đến តែ3ថ្ងៃក្រោយមកហ្នឹងគាត់ខូចមែន và còn thôi còn không đã còn không mà là bay ngay thì nhưng còn gì luôn mà nó còn thôi ba giờ đó còn thôi ba còn bơi ngay còn bơi ngay cái gì luôn á ban bơi ngay ban bơi ngay dù có ban trong mỗi ngày thì còn mỗi ngày gì luôn nhưng bộ mà coi thì mạng trong pi con cha của nó luôn còn sầm đá nó đuổi nhưng mình ta small na pi na rồi បាទ គឺគាត់តែបត់កៅអៅគាត់រៀបចំចាំងស្នាទុកដាក់គាត់ជាម្ចាស់គាត់គឺគាត់ស្ដាយរបស់គាត់កាលណាដែលធ្វើរបស់គាត់បាក់បាយគឺគាត់ថឹងបើហើយគាត់ខូចបាត់យកបាន7ថ្ងៃបាន6ថ្ងៃអាចចូល7ថ្ងៃនៅយប់មួយហ្នឹងខ្ញុំគេខ្ញុំហើយខ្ញុំបងខ្ញុំបងប្អូនអត់យំទាំងបាច់ខ្លែមកជិត9 7ថ្ងៃគឺសកម្មពីផ្នែកទាំងអស់គឺគាត់មកពីខ្ទង់ម៉ោង2គឺស្បើលួលកំហុសគឺពឹងចាំមកដល់ហើយខ្ញុំគេទៅខ្ញុំមានអារម្មណ៍ថាដូចវាក្លិនទៅខ្ញុំមិនចាប់អារម្មណ៍ទេហើយទៅមកស្ទូឡើងខ្ញុំងាកទៅបន្ទប់ម៉ាក់ខ្ញុំគឺអ្វីដែលចាប់ទៅដាក់នៅរួមមកគឺគាត់ធ្វើជាងអស់មកនេះគឺរឿងពិតមកខ្ញុំអត់មិនផ្លេចបំភ្លៃហ្មងគឺទូបងមកគាត់ថាខ្ញុំនិយាយខ្ញុំឃើញតែមួយតែតែមួយជឿថាគុំមកបងប្អូនអត់ជឿទេតែនេះគឺទាំងខ្ញុំទាំងបងប្អូនទាំងអស់7 8នាក់ងើបឈោមើលហ្មងងើបឈោមើលផ្ទះហ្នឹងផ្ទះថ្មទេតែពេលយប់ហ៎បាទពេលយប់គ្រូសាមឃើញទាំងអស់ហ្មងយកយល់បន្ទប់ម៉ាក់គឺក្នុងផ្ទះឲ្យខ្ញុំគេអត់ចរោបងយើងគឺបដ ாய் ចេះជុំវិញងើបឈោមើលទាំងអស់ទូបើគឺបើឲ្យមុងវត្តមុងពួយមុខឡើងគឺហ្មងអើគាត់ឃើញហ្នឹងសកម្មភាពឃើញសកម្មភាពតែអត់ឃើញម៉ាក់ឯងអូឃើញតែសកម្មអានេះរបៀបថារបស់របរបាទទូបើហ្មងអូយូរពេលហ្នឹងចិត្តមួយគេថាយើងចង់ចូលឲ្យឃើញអត់ច្បាស់បាទថាតើវាពិតប្រាកដថាម៉ាក់មិនមែនអត់តែចិត្តមួយអារម្មណ៍នេះធ្វើបានវាថ្មីពេកនៅខ្លាចដែរណានៅថ្មីដែរទៅជាម្ដាយយើងនៅខ្លាចហ្នឹងណាយល់អារម្មណ៍ហ្នឹងដំបូងខ្ញុំថាអត់ខ្លាចតែដល់ពេលអារម្មណ៍ហ្នឹងមិនដឹងមែនដូចថ្មីពេកទួអត់ទាន់បាន7យល់ស្អែកចូល7ថ្ងៃហ្នឹងទួបងបើទ្វារទេហ្មងបើហើយលឺទៅឲ្យបាត់គឺហ្មងមុងគឺហ្មងមុងឡើងគឺហ្មងតែប្អូនអីមានខ្យល់មិនអីចូលដែរអត់មានទេបងទៅចានឆ្នាំងរៀបទុកដាក់ហ្មងចានឆ្នាំងគឺលើកដាក់រៀបទៅហ្មងឈោមើលហ្មងឈោមើលចឹងទាំងអស់គ្នាហ្មងសកម្មភាពហ្នឹងប្រហែលម៉ោងប្រហែលម៉ោងទុំ2ជាងហ្មង2យប់បាទ2យប់ជាងហើយស្វាកំងទៅលូមែនទេលូឲ្យឡើងដំបងខ្ញុំមានបងប្អូនម្នាក់បងប្អូននេះគាត់អត់ទៅជឿនឹងចឹងទេគាត់យើងថាគាត់មិនជឿឬចឹងមកបាទតែដល់ពេលគាត់បានឃើញអ្វីទៅស្ដាយពីម្ដាយផ្ទាល់គាត់មានអារម្មណ៍ខ្ញុំជឿគាត់ខ្លាំងថាសពថ្ងៃបច្ចុប្បន្នសូមឲ្យតែគាត់គេនឹងទៅក៏មិនទៅរៀនគេផងបាទពីត្រង់បងគាត់សូមឲ្យតែគាត់គេគាត់មិនរៀនគេណាខ្ញុំផ្ទះតែខ្ញុំដំបូងខ្ញុំបានគេមួយរយៈក្រោយឃើញមកខ្ញុំដល់ពេលណាយម៉ាក់យូរទៅខ្ញុំមានអារម្មណ៍អត់ខ្លាចម៉ាក់ទេតែនៅចាក់ដល់ថ្ងៃមួយហ្នឹងខ្ញុំគេតែឥឡូវកុំតន់ទៅដល់មុខអីខ្ញុំចង់ដឹងអាពេលដែលគម្រប់ថ្ងៃទី6នេះដែលឃើញសកម្មភាពហ្នឹងទាំងប្អូនទាំងបងប្អូនរបស់ប្អូនហ្នឹងនាំគ្នាឈរមើលហើយយើងសន្និដ្ឋានថាម៉េចដែរពេលហ្នឹងយល់យ៉ាងហ្មង
อดหมดอดโกมlàออกเนี่ยมองแกเนี่ยมองจะบงประพุนnóคือมันกี่ ประพุนมันคือแกnhomบอกcái nhomตั้งกูnhomตั้งไงnhomเก่งอยู่nhomตายแต่ลืมเปี้ยจ้าอย่างท่าผมเปิดให้ขโมยตังคืนตายคือnhomตายแต่nhomไปทำมันchưa cái nhomตายแต่กินให้ยังจำกล่องมือถ้ายังเด็กnhưng mà đây với nhomผมบล็อกnàyผมบอกเป็นเถอะตายแต่เป๊ะประพุนกินก็gọi là lư bộ gọi lư phải nói cái thằng tục tật bà cái chứ đó đâu có nó bao lư cái món này hỏi đó có khi mông cười vậy mới cành còn nó gặp mưa mới mưa đó chống mọi mùa hay một bòn thì bón bắt cơ hiền có nước sông nó cái nước ôn còn buổi cái sau mưa đó thì ca nước học cao cao sáng lưới tết mình khơi hàng អត់ឃើញរូបរាងទេ តែមុងគឺមុងទូបាត់មកតែនេះចោលទេ តែពេលហ្នឹងបងប្អូនទាំងអស់គ្នាហ្នឹងក៏អត់មានដើរទៅចិត្តអីដែរ អត់មានបងប្អូនទៅអត់ឈោមើលតែពីចម្ងាយតែគាត់ស្ងាត់ទៅបន្ទប់គាត់ស្ងាត់ប្រហែលជាគាត់ជា10 ម៉ែត្រ10 ម៉ែត្រ 7 ម៉ែត្រ បន្ទប់ហ្នឹងខណ្ឌជាងចិត្តឬក៏នៅរួម ខាងតែមានទ្វារមួយបងខាងតែគឺទ្វារកញ្ចក់មួយទេបន្ទប់នេះបងថាតែអញ្ចឹងគឺទុកម៉ាក់មួយអញ្ចឹងហើយមានកញ្ចក់មួយទ្វារទៅហើយយើងគេកាត់ចរោបង បាទ តែទៅយើងអាចនឹងមើលឃើញក្នុងបន្ទប់មួយយើងគេបើកបន្ទប់គាត់ពេលតែម៉ាក់ខូចហ្នឹងគេអត់បាត់ទ្វារទេគឺបើកបន្ទប់មកគេបើកទ្វារចោលគាត់ពេលទូម៉ាក់ដាក់នៅខាងបាំនេះគឺឃើញអស់សកម្មភាពទូចាស្ដាប់អត់រឿងម៉ាក់គឺលឺអស់ប្រយ័ត្នហើយរយៈពេលចង់កន្លះម៉ោងបាត់លឺធម្មតាហើយក៏ឆ្កាក៏លេងលួយធម្មតាទៀត បាទ ហើយក៏អង្គុយលេងគេពេលហ្នឹងគឺថាអង្គុយពិសាបងប្អូនដូចនេះមិនទៅគឺស្អែកហ្នឹងបាននិយាយរួមក្នុងរយៈពេលថ្ងៃហ្នឹងបងពីអូនតូចតែពេលថ្ងៃហ្នឹងគឺទាំងបងខ្ញុំចរូនមួយខ្ញុំនៅផ្ទះគាត់ផ្សេងតែគាត់ធ្វើឲ្យបងខ្លាចមកគាត់តែមិនទៅពួកឲ្យបងខ្ញុំនៅផ្ទះដេកដួលបាត់ព្រឺទៅព្រឺតែគាត់ថាឃើញតែម៉ាក់នេះអង្គុយលើក្រែគាត់ហើយឡើងមកមួយតនេះមកគូសវាមកហើយខ្ញុំឲ្យសុំទៅធូបគាត់ទៅបន្តគាត់នឹងគាត់ថាបកែកគ្នានឹងបងចរូនមួយទៅបកែកគ្នាហ្នឹង បាទ តែគាត់ថាពីចាស់ថាថ្ងៃគាត់សពឲ្យបងមួយទោះទេមកសពគាត់នៅຕົកពលទៅណាតែហើយបងគាត់បកែកថ្ងៃយើងថាយើងធ្វើអំពើជួយញ៉ាំអញ្ចឹងដើម្បីឲ្យយើងឲ្យទៅហើយទៅចែគាត់ថាមកជុំគាត់ឃើញតែម៉ាក់ខ្ញុំមកពុយលើគេឃើញបោកភ្លឺទូភ្លឺស្អែកឡើងគាត់មកធូបមកគាត់ធូបមុខម៉ាក់ខ្ញុំមកពីរួមឡើយខ្ញុំគឺស្ដាយមែនតើហ្មងហ្នឹងបើខ្ញុំគឺសម្រាប់ម៉ាក់ខ្ញុំមួយពេលថ្ងៃបន្តទៀតមក ប៉ុន្តែគាត់អត់ដែលបង្ហាញឲ្យឃើញអីសោះទេ អត់ទេបងទៅមករយៈក្រោយនេះមករយៈក្រោយនេះគឺអាហ្នឹងខ្ញុំគេហ្នឹងយ៉ាងថាយូរសពបន្តិចខ្ញុំថាបាត់អត់យូរសពទេគាត់មកទាំងសួងហ្មង បាទ ខ្ញុំគេហ្នឹងខ្ញុំគេមកមកមួយម៉ោង2ថ្ងៃខ្ញុំគេទេខ្ញុំគេបានលួចស្ដាប់ខ្ញុំពីច្រើនខ្ញុំគេនិយាយតាមមកស្ដាប់ដូចហើយតែនឹងយើងគេថាពីការសួងអីចឹងណា បាទ ខ្ញុំស្ដាប់លួចគេលួចហើយខ្ញុំដាក់ជាទៅខ្ញុំហកបត់ផ្លែបន្តិចខ្ញុំឃើញម៉ាក់ខ្ញុំមកជុំទាំងសួងហ្មងជុំក៏ចាប់ដៃខ្ញុំមកគេទៀតមកគេខ្ញុំពុកខ្ញុំមានអារម្មណ៍ថាខ្ញុំមិនតបទេតែខ្ញុំមិនតបទេទេបងគាត់ចូលមកទឹកពីក្អៅអញ្ចឹងអត់និយាយគាត់ចូលមកទៅលួចពីក្អៅខ្ញុំក៏តខ្ញុំថយម៉ាក់ថយទៅដល់ទៅគាត់និយាយខ្ញុំក៏មានអារម្មណ៍មិនទៅសពទេហើយយកព្រឹកខ្លួនចេះតែទៅខ្ញុំទៅខ្លាំងខាងខ្ញុំថយបាត់វាខ្ញុំសម្រួលដល់មកស្ទុះហើយក៏ធម្មតាអីតែរឿងមួយអាចចម្អាច់រឿងមួយហ្នឹងថ្ងៃហ្នឹងខ្ញុំធ្វើចាដីម៉ាក់ខ្ញុំចាដីម៉ាក់ទៅហ្នឹងខ្ញុំឃើញជាកម្មករនេះណាបងមួយក៏កម្មករហ្នឹង4នាក់ប្រុស3ស្រី1ខ្ញុំទិញចាដីដាក់ឲ្យម៉ាក់ខ្ញុំទៅដល់ពីថ្ងៃហ្នឹងដាក់នៅវត្តខាងនៅស្រុកហ្នឹងហៅវត្តខ្ញុំសួរចឹងហ៎បងបាទ ដល់ពេលទៅដាក់ចាក់ដំបូងមកខ្ញុំនិយាយថាពីចាស់ថាហៅមកទៅគេមនុស្សកបតនបាទ ខ្ញុំយល់ខ្ញុំមិនដែរជឿទេបងហើយខ្ញុំមិនជឿថាមនុស្សណាកបតនមានរស់កបតទេខ្ញុំនិយាយត្រង់មកតែលើថ្ងៃមុនខ្ញុំឃើញចាស់ស្ដាយពិតមក
គាត់ទៅ3នាក់ការស្រីគាត់ហ្នឹងអ្នកឲ្យកូនចាប់ទឹកហ្នឹងគាត់ចូលបញ្ជីទៀតហើយខ្ញុំមកចាប់អារម្មណ៍គាត់ថ្ងៃហ្នឹងទៅពេលខ្ញុំឡៃបងទឹករបស់គាត់ហ្នឹងខ្ញុំងាកមើលទៅឃើញគាត់3នាក់តែបងមួយអត់មានក្បាលទេ ចម្ងាយប្រហែលទៅ យប់ហើយជា5ម៉ែត្រទៅបុកបើ5ម៉ែត្រខ្ញុំចូលមើលពីក្រោមទៅគាត់នៅលើគាត់ពីតអាខ្នាតណាដាក់បាត់ចំងនេះបងរូបភាពហ្នឹងខ្ញុំមានអស់ មានរូបភាព បាទខ្ញុំបានខ្ញុំបានចូលពេកខាងបងណាមើលខ្ញុំមើលទៅគាត់មានក្បាលគាត់ស្កាត់គឺធម្មតាតែគាត់អត់មានក្បាលគាត់ក្បាលហ្មង តែលោកអត់បាំងអីទេដឹង អត់ទេខ្ញុំក៏ឃើញខ្ញុំគាត់វាស្វាតពេលហើយខ្ញុំសុំទៅជីកមុនហើយខ្ញុំទៅមែនតែពេលហ្នឹងហើយខ្ញុំមកដល់ទៅខ្ញុំទៅលេខតកាយថាបងស្រីកូនចៅបងឲ្យម្នាក់មួយបុកផងមួយគេឲ្យខ្មៅនឹងឲ្យនិយាយឲ្យខ្មៅហ្នឹងគាត់សុយទៅនេះទៅឃើញគាត់អត់មានក្បាលទេហើយខ្ញុំបាញ់រូបនឹងគាត់មើលទៀតហើយក៏គាត់ថាអរគុណហើយគាត់ថាពូសាគាត់ទៅដល់គ្រូឲ្យគាត់ទាំងទៅថាបង បាទ ឲ្យទៅគាត់អីទៅតែហ្នឹងដូចប៉ុន្មានទៀតខ្ញុំអត់ដឹងគាត់បាយថាគាត់ប៉ុណ្្នឹងហើយ តែគាត់ហ្នឹងមនុស្សមែនតែន មនុស្សបងមនុស្សមែនតើគាត់ជាមនុស្សគាត់បើចាំគាត់កូនចៅស៊ីស្នូកវិញលើកអីចឹងណាបង បាទអានេះគេហៅថាគ្រូឲ្យប្រភ្នូលអីមុនមិនល្អណា បាទ ពាក្យខ្មែរយើងពីដើមមកខ្មែរយើងពីដើមមកអាសាឃើញអញ្ចឹងឃើញតែត្រឹមកកចុះមកកមកអត់មានក្បាលណា អត់មានទេបងអត់មានទេយល់រំគាត់អោនអញ្ចឹងអោនធ្វើគេមើលទៅគេមានគ្រប់គ្នាបងស្រីតកាក៏ឃើញហើយបងប្រុសធ្វើជុំគ្នាចិត្តគ្នាឃើញអស់ហេតុតែគាត់នៅកណ្ដាលគាត់ទៅណាក៏មើលគេមើលឃើញមកមើលទៅឃើញតែគ្រូថានេះបើគាត់ទៅឈប់មើលណាខ្ញុំមានយុទ្ធខ្ញុំទៅទាំងពីអូនមាននឹងរូបភាពខ្ញុំបាញ់ចូលពេកបងដែរខាងពេកទៅវិញហ្នឹងបងគាត់មើលដែរខ្ញុំមានសកម្មភាពរបស់ ប៉ុន្តែគាត់អត់ក្រោយមកក្រោយពីប្អូនប្រាប់គាត់ហើយក៏អត់មានជួបបញ្ហាទេ យល់ពេលហ្នឹងខ្ញុំបានសួរน้องគាត់ទៅក្រោមលេខអាហារខ្ញុំគាត់ប្រាប់តកៅទៅតកៅតែហៅគាត់ទៅសូជិញចឹងណាបងសួរជិញដែរខ្ញុំមកបានសួរគាត់ទៀតព្រោះពី ចឹង យើងគាត់នៅក្មេងណាស់បាទជាទុំ20ក្រាស់បង ចុះរឿងបន្ទាប់ទៀតមានអីបន្ត រឿងបន្ទាប់ទៀតហ្នឹងរឿងខ្ញុំគឺវិទ្យាការកែមិនទៅបង បាទ នៅតូចហ្នឹងនៅថ្ងៃមុនហ្នឹងខ្ញុំលេងពួនសញ្ញាខ្ញុំលេងពួនសញ្ញាទៅមកកាក់គាត់ ពួនសញ្ញេហ្នឹងមិនទេ គាត់និយាយលេងពួនគេថាយើងប៉ាហ្នឹងបងប៉ាហ្នឹងលេងគេកាប់លាក់ពេលចាញ់អ្នកចាញ់ហ្នឹងគឺដើររោមអ្នកឈ្នះ អូ អ្នកឈ្នះគាត់ពេលឥឡូវឃើញគេគាត់មើលបងសញ្ញាបងឯងចឹងណា បាទ ដល់អ្នកពួនហ្នឹងគឺទៅកុំឲ្យអ្នករោឃើញដល់លេងតែរម៉ោងជុំមិន10ជាងហើយខាងខ្ញុំអូស្មាច់ហ្នឹងគឺច្រើនសុកហ្នឹងតែម៉ោង10គេខ្ញុំសុកទៅលឿនងាត់ហ្នឹងបង បាទ សុកទៅដល់ពេលហើយខ្ញុំតាំងមកវិញគេអស់ហើយខ្ញុំមកពាក្យពុកម៉ាក់ខ្ញុំមិនដឹងថាអ្វីខ្ញុំឃើញហ្នឹងជាខ្មោចឬក៏ជាលក្ខណៈមនុស្សក្រាពោវិញខ្ញុំឃើញតែស្ដាយបងយល់មនុស្សហ្នឹងខ្ញុំតាមអានេះមនុស្សទូចយល់មែនណាមានដៃមួយជើងនៅធំដៃក្បាលទាំងអល់ទៅខ្មោចគឺកពូនេះបងនេះយ៉ាងមួយហ្នឹងមាននៅវិញតែผมទៅតាមទីមកដំបងពួកមកឲ្យថាដល់ទៅហើយដល់កែខ្ញុំនិយាយទៅគឺស្ទុំគឺហើយជាវាយហើយជា5ម៉ែត្រទៅវាមករកខ្ញុំវាជាពីជាងមកបង បាទ វាមកទូចទៅពេលមកយើងធំឈរកំពុងនេះហើយបោកភ្នែកខ្ញុំធ្វើឲ្យយើងខ្លាចតែខ្ញុំមិនខ្លាចខ្ញុំបើខ្ញុំមិនខ្លាចខ្ញុំគេថាវាមិនអាចឃើញដល់នៅក៏ធំស្អាតណាស់ហើយខ្ញុំស្រាតនោះគោលទាំងមើលមកហើយខ្ញុំក៏ថយថាពូម៉ាក់ខ្ញុំថាពូម៉ាក់ក៏ដើរទៅមកគឺអត់មើលដែរអត់មើលទៅពីអ្នកវាខ្លាច បាទ ហើយថយមកបាត់ឆឹងហ្មងហើយខ្ញុំដូចធម្មតាដូចកាន់ពីក្មេងទៅអត់ខ្លាយរឿងយ៉ាងចឹងហ៎បង បាទ អត់ឲ្យខ្លាយរឿងយ៉ាងចឹងហ្មងទៅពើតែគេធម្មតាទេតែនៅថ្ងៃមុននោះខ្ញុំដឹងថាគាត់
sạo sải đem cái tha phải cho trong thẻ quay như mùi mình nuôi ba ọt bên sọ nó này ở đây bọn nó chọc vậy chọc anh đấy tại nhưng ai mùi cái chân cưng riêng mây mùi tiết đấy và dịch mùi tiết đấy đưa xây mình nè đưa xây mình ác quá tầm bố cái tham gì không tài mà ta cái ngay thì mua vật áo những khơi lại nè sẽ được bom rồi cái sọc nó về tại ọt sẽ nằm nó còn được mê gì vật áo những khơi mình nè gì thấy tao nói thức tao thấy áo khi mà ông mình đọc ta mình đọc ở trong khơi mà dục đấy bà mình đọc giúp ở trong khơi mà ngay thì mùi mình cho vào đọc mình ngay thì pi đi nhưng khơi đaปุ๊บđa từ lại phong đài mà rồi ngay bữa cái chụp nữa cái đa vào phơi mùi dù lúc tao vào phơi mùi lại thế mình nói mà cái đa tới cùng tụt và trôi hết còn cùi ở chúng cái đa tam mờ bà tao đây mà đá kia qua đây tao phải tầm phân phải may phải còn nói là còn đón những viên taจะ play with it ตามันจะตาตาลงมาลงกับเพลงอันนี้ว่าไงถึงมวยบ่ไงถึงมวยอย่างแถบปุ๊บมันแค่แบบเพลงพูดแบบนี้นะคือเอาแต่มาผมวนเปิ้ลไปยุ่งเดินจุ่มๆนี่มองวนเปิ้ลคือเดินจุ่มๆนี่พูดตอนเนี้ยมันแค่มันมีใส่พอรถเลยยังไงดอกไงถึงปีเดียวไงถึงปียังเคยเดียวยังพอแต่ยังกูเจ๊มันดอกกระดาเมาก็ได้เมาไปนานแต่มวยอย่างมันเอากระดามาตั้งมันเคยไปตั้งกระดาจะช่วยหลายเด็ดช่วยหลายเพลงมวยนะฮะช่วยเพลงมวยฮะคนร้องทั้งเรียนดาก็ช่วยหลายเพลงไปอยู่ช่วยหลายดังหลายมันคมดังหลายมันแต่เฮ้ยไงนู่นแกมาหนึ่งทำมามันขึ้นđã mình phải nó ông khi ngay chọc nên là thấy của tôi mình sọc quên thì mình thấy nói còn ôi tôi từ ní ngon nhưng cái ta cho hay bây giờ cảm thấy đã lưu sử chưa này đã có ta lưu nó tên nhưng ta có những việc cái lớp ta một bật họ đọc bút ta rồi đôi nòng rương chân nhưng đây không đã lươn đôi nòng rương chân ở đây là cái ta được đôi việc bút biết này riêng cái thế mà ở đây đói anh ngay thì Philippines ngay thì bấy nhưng không một thể mà bấy nè trong đó ta 80 ta đôi ở quay là ngay thì mua thêm ngay thì bấy cho được đói mà bây giờ bấy ngay là hỏi mà anh ta tất cả về thầy nhung nhìn luôn ngay dưới đó này hỏi ta làm những cái tháp hay gì vậy là còn thôi cái trong sạp thì cho dùng chui trong sạp mới thả về còn sạp lại nên trong gì chấn luôn hay là mà dạ rồi mà tới thì cho bạn thì áp dụng qua tới thì vừa chưa lại cha các bạn lái tay thì cũng sạp cọp ăn những tay vú cho các bạn ở xã chi hàng nhiều thứ thành cả lái đó có phần máy thì tôi chắc tôi nơi anh đang đưa mua tiếp không bây giờ dù mà đưa người miền sao đây đưa thì lấy dân đưa một tiết nhóm cái cây này là cái nặng đây là sọc ăn mà cà phê trong cái cây sọc nặng đấy ngày mới đến mình cho cây mùi mất chạy luôn kén bởi mới cho mùi tật bây giờ lúc đưa mình đưa một phong là triệu dương á chặt tận mùi cho một phong là hai lần siêu cái con lục chuyện để mà tú tập luyện và cái cái máu mà đặc sụp quay nhà lại trong chơi một chút vấn đề bàn tay nhâm xong ở mạch tự nhiên test lại ở phải các qua đâu lại thì chẳng được thì cô cái lại thì muốn gọi đi chơi thì cam sơ có chui kia phải đồng đến tận máu điện non tất cả có sầm bắp nơi hàng sầu sáng này bao ban đứa bọn mình là đằng dù nắm này dù đấy không dù đấy sao bọn mình có lạnh clear thế rồi là hàng phố phải ao mình câu bị chẳng hạn này phải ao vô trên theo bản phổ chính rồi một cái số hóa rồi sóng xa nó non tới là buồn cơ là 8 lư từ hàng một phần muốn nó sống nó sọc sáng được cái chỗ tới cái bố nó chặt như thế nào đấy nó bắt chuột với nước không được ông đấy
តែខ្ញុំអត់សូវទីជិះទៅប៉ះពាល់ដល់ខាងទីចឹង ប៉ុន្តែបន្ទប់ហ្នឹងគឺបន្ទប់ដែលគាត់ស្លាប់ហ្នឹង ពីរួមបន្ទប់ដែលគេធ្វើហ្នឹងដែលនៅចំមកឡែបន្ទប់ដីខាងគេទីហ្នឹងតែដីដែលទីកម្ម អូ ពីមើលរឿងនេះហ្នឹងបងអូនបានឃើញការនៅទូចមែនទេ បាទ តែការនៅទូចហ្នឹងគឺជាស្បែកពិតៗហ្មងហ្នឹងហើយបានមួយប៉ាខ្ញុំតែប៉ាខ្ញុំគាត់ចិត្តខ្លាចហ្នឹងគឺអញ្ចឹងគឺគាត់ចិត្តខ្លាចហ្មងដល់ហើយជំនាន់ហ្នឹងខ្ញុំចាប់បានថានៅទីណាជំនាន់ណាខ្ញុំអាទូគេប៉ែអាថោខ្មៅ ទូសខ្មៅ បាទដាច់តែហើយខ្ញុំមកផ្ទះខ្ញុំប៉ាគាត់មានទទួលទេគាត់ជិះទៅមួយផ្ទះគេអញ្ចឹងណាជីកង់ជាមួយផ្ទះគេទៅពេលតែជំនាន់ហ្នឹងខ្ញុំទាន់ខ្ញុំចាប់បានថារឿងស្ថាន័យរឿងឡានធំអីចឹងណាជំនាន់ហ្នឹងរឿងអាបើរឿងអ៊ីសាយដល់ហើយក៏គាត់មើលចឹងទៅចប់ទៅម៉ោង9ម៉ោង10ម៉ោង10ជួបគាត់ឆ្ងាយតែសុំខ្ញុំស្អាតដល់គេអស់ហើយខ្ញុំមកមួយប៉ាវិញខ្ញុំដើរប្រួយណាប៉ាខ្ញុំគាត់បដាកង់មុខទៅពេលបដាមកដល់មកទលេមួយនេះតុកទលេខាងដល់មុខផ្ទះអ៊ីហ្នឹងគាត់ឃើញរហូតគឺតែមកដល់គឺគាត់ឃើញមកទឹកតែយំខ្មោចទឹកហ្នឹងចឹងណាប្រពន្ធស្វាខ្ញុំក៏ឃើញហ្មងមកជប់បង បាទ ហើយយំក្បាលឡើងតងោហ្មងអត់មានសក់ក្បាលទាំងហើយឡើងតូតហ្នឹងយំស្វាមិនចឹងហ្មងហើយទៅពេលយើងចុះគឺឃើញខ្ញុំក៏លុតគ្រាំចូលតែកាតែទៅពេលមើលកន្លែងទឹកតែយើងអង្គុយណាស៊ីស្វាយឡើងគៀបពលលជាក់នឹងស្វាយខ្ញុំទៅជាក់ស្ដែងមួយប៉ាប៉ាគាត់ទេខ្លាច បាទ តែប៉ាគាត់ដើរយកគាត់មានចំបត់គាត់ចឹងណាគាត់ចាស់ក្នុងហ្នឹងគាត់ដើរមានរបស់បោខ្លួនអត់ខ្លាចទេគាត់ធ្វើហើយដល់ប៉ាខ្ញុំម៉ោង10ទៅទៀតគាត់មួយទឹកដែរទឹកលេដៃនេះហើយខ្ញុំគាត់ជួបបើជួបទៅមើលគាត់ទៅខ្ញុំចង់ដឹងណាស្លាយមកចង់ថាស្ពានចុះមួយទឹកលេដល់ពេលយើងឃើញខ្មោចទឹកពេលអង្គុយចឹងតែបើលៀនដល់ពេលខ្ញុំលុតចុះហើយវាដែរឲ្យយើងធ្វើមិនទាន់វាដែរអង្គុយចុងស្ពានហ្នឹងតូតហ្នឹងព្រោះប៉ាមកពេលវាលុតពំទៅបាត់តែតែមើលកន្លែងពេលយកបងពេលយកហើយអត់ថ្ងៃវាដែរឡើងអត់ទេពេលថ្ងៃអត់ឡើងពេលថ្ងៃពេលយកដល់ពេលខ្ញុំថតពុបគេថាពេលគឺអាចរត់ប៉ារបស់គាត់ទីអាពិលវាមកពណ៌ទូពុបលូតក្រមទៅចុងស្ពានខ្ញុំចុះទៅអត់តាមខ្ញុំតែខ្ញុំមកដល់ឆ្លងលើដែរជួបបើមើលឯណាអានេះចាំគូលូតណាស្លែមកស្លែឡើងធៀវមកនៅកន្លែងពេលគួយស្លែមកពេលយប់ឡើងតាមមិន10 2 10ទៅគឺវាឡើងមកអង្គុយតូតចុងស្ពានរាល់យប់មួយប៉ាទឹកវារាល់យប់មកតែរាល់ទៅវិញសុំមកខ្លាចរឿងស្វាមិនចឹងស្វាមកខ្ញុំអ្នកណាថាគាត់ទឹកមិនយ៉ាងไรតែសម្រាប់ខ្ញុំគេថាគាត់ទឹកគឺចឹង លឺតែគេថាតែយើងមិនដឹងថាខ្មោចទឹកនឹងយ៉ាងម៉េចទេណាខ្លះដែរគេហៅថាអរិយទឹកខ្លះថាតែខ្មោចទឹកមិនដឹងថាដូចគ្នាឬក៏ផ្សេងគ្នាអរិយផ្សេងហ៎ បងប៉ាបងថាប៉ាថាខ្មោចទឹក ខ្មោចទឹកហ៎ បាទមិនមែនតែទឹកទេ តែដូចជាមានคลิปណាមួយនោះមានអ្នកជួបអញ្ចឹងដែរតែខ្មោចទឹកហ្នឹងគឺវាល្អិលដូចនេះអញ្ចឹងអាកន្លែងយើងអង្គុយហ្នឹងណាដូចស្លែអញ្ចឹងណាប៉ុន្តែមានតែប៉ុណ្្នឹងទេណា បាទបង បាទហ្នឹងហើយមកសូនេះមករឿងនេះខ្ញុំអត់សូវខ្លាចខ្មោចប្រហែលទេខ្ញុំខ្លាចអ្នកនាងកំអងនេះព្រោះនេះគាត់វាយឈុតខ្មោចទេអត់វាយមកលើថាបាសសក់ឲ្យអង្គុយមកបើកភ្នែកធំចំខ្ញុំទៀតខ្ញុំចង់រត់ដល់ម្ដងបែកគ្នាច្រើនខែដល់ចេញមកព្រាំងឈុតចឹងហ្មងហើយ ជួយពីនោះបានឲ្យថតម្នាក់ឯងតាមមែនទេ អត់ទេមែននេះឥឡូវខ្ញុំជឿឲ្យបងប្អូនយើងមើលកាមេរ៉ាចាប់ឲ្យចំមើលតែបើថាខ្ញុំជាថាស្រួលមើលច្បាស់ណាស់ឈុតអញ្ចឹងឲ្យដាក់សក់អញ្ចឹងឲ្យបើកភ្នែកមើលតែខ្ញុំរហូតអញ្ចឹងហើយអ្នកនិយាយតែរឿងខ្មោចបាទដល់អញ្ចឹងទៅចិត្តមួយជាគិតថាឯងរត់ចោលនាងអំអងលើហើយចឹងហើយក្រោយសុំដូរឈុតហ្នឹងដែរបើថា បើថាថតនៅស្ទូឌីយោទៅនេះមកថតខាងក្រៅហើយដាក់ឈុតចឹងមកបន្លាចគ្នាទៀត ហើយគាត់ក៏តាមបានរឿងបងរឿងអាបងដាក់រឿងអាមិនហ្នឹងយើងពីដល់រឿង
มือเรื่องบอกเขาแบบว่าควายนั้น บ่เนี่ยนี่ผมอ้องก็ได้ทอดเรื่องละออจีกี้ที่ก็ทอดแต่เรื่องขโมยอยู่นั่นอามบ่ยังเอาคนโอนนะได้บ้านจำนายเปเวลีเจงใจแรงในใส่เรื่องนะบ่โดยเฉพาะการพิธีយើងក៏បានឈានចូលមកដល់ទីបញ្ចប់ហើយយើងក៏មិនភ្លេចដល់ម្ចាស់ឧបត្ថម្ភកម្មវិធីផងដែរដែលតែងតែឧបត្ថម្ភនៅកម្មវិធីយើងខ្ញុំនេះជារៀងរាល់សប្តាហ៍បាទដូច្នេះខ្ញុំតំណាងឲ្យម្ចាស់ឧបត្ថម្ភកម្មវិធីសូមជូនជាថវិកានេះដល់បងប្អូនបាទចឹងជាចុងក្រោយនេះបងប្អូនមានពាក្យពេចន៍អ្វីផ្ដាំផ្ញើទៅកាន់ទស្សនិកជនដែរបាទ ហើយមកជាចុងក្រោយមកសូមអរគុណដល់ចៅធំដូចជាមករបស់ទាំងអស់សូមមើលវីដេអូកម្មវិធីរបស់ទៅនេះដោយការគិតពិចារណាសូមការខមមិនមួយចំនួនដែលសូមដោយពិចារណាគុំបាយតម្លៃរឿងចេះចុះវាច្រើនខ្ញុំគឺផ្ទាល់បងមិនមែនថាខ្ញុំនិយាយទៅលើកម្មវិធីមែនទេបាទពេលហ្នឹងខ្ញុំចង់ឲ្យរីកចម្រើនបងប្អូនពួកម៉ែមួយចំនួនដែលគាត់មើលទៅគាត់ជឿឬមិនជឿក៏ដោយបាទចង់ថាឲ្យគាត់ការរីកចម្រើនឲ្យពីការដល់វិភាគមកពិចារណាថាតើយើងគួរតែខ្ញុំមិនបាច់ណាឲ្យវាសមរម្យជាមានជីវធម៌ហ្មងបាទជាមួយចំនួនខ្ញុំឃើញអ្នកខ្លះគាត់ខមមិនមកគឺវាយបហាលើថាជន់ពលិចបណ្ដោយដល់ពេលហ្នឹងខ្ញុំសូមមកគាត់ជាយើងគិតថាលើនឹងថានេះគឺជាចែករំលែកមួយដ៏ល្អសម្រាប់បងប្អូនមួយចំនួនដែលគាត់ថាអ្នកខ្លះគាត់ជឿខ្លះគាត់មិនជឿបាទអញ្ចឹងចង់ឲ្យគាត់យកអ្វីអស់ដល់គាត់គិតថាថ្មីអញ្ចឹងហ្នឹងបាទវានឹងបាទចឹងឲ្យកូនប្អូនសារជាថ្មីណាបាទកម្មវិធីយើងខ្ញុំសូមគោរពជូនពរពុកម៉ែបងប្អូនលោកយាយលោកតានិងប្រិយមិត្តឲ្យជួបតែសំណាងល្អសុបិនល្អគ្រប់គ្នាសម្រាប់ពេលនេះខ្ញុំបាទសេមជំនោសូមអរគុណសូមជម្រាបលា